khai phlieng nó tực về lại ai năng tu phlieng mà chừng nôn ai năng miền fan miền ấy năng về lịch tờ cất đào thằng ai lịch logistics dùng của bạn đó sẽ đây tay tờ ca sna xong con chừng nghiệp cha mày vàng này khôi phong management control con phong advisor con phong mà ấy năng bền có tiền chân dương thời bao chất sẽ đập của con rồi hạt phong của con hay chui của con ជាសួរសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ episode ទី 2 នៃ Engineer Spa Podcast ដែលនៅក្នុង podcast នេះផងដែរយើងមានជាមួយនឹងប្រធានបទដែលពិសេសមែនតើគឺយើងនឹងនាំអ្នកនរគ្នាទៅមើលរឿងរ៉ាវដែលយើងអត់ធ្លាប់ដឹងពីការងារនៅក្នុងការដ្ឋានហើយថ្ងៃនេះដែរខ្ញុំមានជាមួយនឹងវាគ្មិនពិសេសបងអាចជួយណែនាំខ្លួនបន្តិចបាទជំរាបសួរអ្នកនរគ្នាខ្ញុំឈ្មោះសួនកំសាន្តខ្ញុំជាប្រធានផ្នែកគ្រប់គ្រងខាងថែទាំប្រព័ន្ធទឹកភ្លើងសន្តិភាពនិងជាប្រធានគម្រោងនៅខាងក្រៅចាមិនដែរបងមករយៈនេះសុខសប្បាយបងបាទសុខសប្បាយធម្មតាចាហើយការងាររវល់ច្រើនទេបងបាទរវល់ដែរការងារច្រើនដែរក្នុងផ្នែកបងហ្នឹងបងគ្រប់គ្រងទៅលើទាំងខាងក្នុងឬក៏ខាងក្រៅដែរបងបាទខ្ញុំគ្រប់គ្រង maintenance ក្នុងអាគារនិងគ្រប់គ្រងការខាងក្រៅតាមតឡើងប្រព័ន្ធទឹកភ្លើងសន្តិភាពអញ្ចឹងបងធ្វើការងារជាវិស្វករនេះរយៈពេលប៉ុន្មានឆ្នាំដែរបងបាទតាមខ្ញុំចូលធ្វើការជាវិស្វករឆ្នាំប្រហែលជា11ឆ្នាំហើយសម្រាប់គ្រប់គ្រងការដ្ឋានចាអញ្ចឹងមានន័យថាបងមានបទពិសោធន៍ច្រើនទាំងក្នុងការដ្ឋានផ្ទាល់ហើយក៏ដូចជាការគ្រប់គ្រងដែរអញ្ចឹងខ្ញុំចង់សួរបងតកតងជាមួយនឹងប្រហែលជាបងអាចនឹងជួបច្រើនហើយថាមានភ្ញៀវឬក៏មានអ្នកមួយចំនួនដែលគាត់គិតថាអញ្ចឹងការងារការដ្ឋានយឺតដោយសារតែខាងវិស្វករឬក៏កម្មករគាត់ជាអ្នកធ្វើការយឺតតើការយកឃើញបែបហ្នឹងបងគិតថាមិនដែរបងបាទការដ្ឋានមួយចំនួនវាមានបញ្ហាមួយចំនួនដែរនៅក្នុងការយឺតយ៉ាវហ្នឹងដែលយើង set up ពីដំបូងហ្នឹងគឺការងារធ្វើការជាមួយនឹងម្ចាស់អាគារណាតែយើងធ្វើការ clarify ពីគាត់ព្រោះការងារខ្លះគាត់ដាក់ការងារឲ្យយើងធ្វើហើយធ្វើការយើង clarify ទៅនឹងអាគារទាំងមូលទៅជាអាគារប្រភេទអីគាត់ដាក់ឲ្យគាត់តែគាត់និយាយថាជាអាគារប្រភេទនេះប្រភេទនោះដោយមិន clarify អញ្ចឹងខាងការងារខាងវិស្វករគេ design ក៏ design យឺតយ៉ាវដែរហើយការងារមួយទៀតតកតងជាមួយការងារ design នេះគ្នាជាមួយនឹងការងារតកតងនឹង work permit តកតងនឹងសុំលិខិតអនុញ្ញាតហ្នឹងក៏តកតងជាមួយសុំអនុញ្ញាតហ្នឹងដូចជាករណីយើងធ្វើការសាងសង់ស្នើសុំអនុញ្ញាតពីអាជ្ញាធរដូចគ្នាទៅខាងម្ចាស់អគារបើសិនជាខាងម្ចាស់អគារគាត់ស្នើសុំអាជ្ញាធរការយឺតយ៉ាវក៏កម្រងហ្នឹងក៏ខាង delay ដែរព្រោះពេលយើងសាងសង់ទៅការស្នើសុំទៅខាងអាជ្ញាធរដូចគ្នាអាជ្ញាធរមានទាំងអាជ្ញាធរណាដីទាំងអាជ្ញាធរមួយទៀតតទៅនឹងទឹកភ្លើងតែសុំថាជាប់ជាប្រព័ន្ធឲ្យចូលក្នុងការដ្ឋានយើងណាបាទហើយការមួយទៀតតទៅជាមួយនឹងការកម្ងអីវ៉ាន់ដែរកម្ងអីវ៉ាន់ហ្នឹងបើសិនជាកម្ងអីវ៉ាន់ក្នុងស្រុកវាមានការវាមិនយឺតយ៉ាវតែខ្លាចយើងកម្ងអីវ៉ាន់ដូចនៅខាងក្រៅដូចទៅចិនដូចទៅអីជាដើមបើសិនជាទៅចិនវាហានិភ័យច្រើនទីមួយតទៅក្នុងចាក់គាត់អាចពេលដែលយើងកំងចំពេលគាត់ឈប់ចូលតាមចិនអីហ្នឹងអាហ្នឹងក៏អត់ផលិតឲ្យធ្វើការក៏យូរដែរអញ្ចឹងអាចយឺតយ៉ាវដែរហើយបញ្ហាមួយទៀតនៅក្នុងការដ្ឋានវាតិចតួចដែរតទៅ connection តទៅវិស័យតទៅគ្នាតែហ្នឹងវាមិនរឿងធំទេហើយការងារធំគឺ flow cash លុយតទៅនឹង progressive claim លុយបាទហ្នឹងបើសិនជាខាង owner គាត់តម្លាក់អាចតទៅ flow cash ហ្នឹងវាយឺតយ៉ាវអាហ្នឹងបញ្ហាធំដែរតែយើងអាច support ទៅលើទាំងសាងសង់ទាំងតម្លៃបានទេព្រោះយើងត្រូវការបាត់ចិត្តទាំងនេះដូចគ្នាដើម្បីទៅកម្ងអីវ៉ាន់នឹងជួលបុគ្គលិកដូចគ្នាបាទបាទហើយតកតងនឹងពីរចំណុចទៀតដែលវាធំដែរតែយើងគិតថាបញ្ហាមួយមិនឃើញតកតងមួយសង្គ្រាមនៅក្នុងប្រទេសឬក៏សង្គ្រាមខាងក្រៅដែលយើងប៉ះពាល់ជាមួយនឹងការផលិតតកតង material របស់យើងហ្នឹងហើយបញ្ហាមួយទៀតក៏យើងអាចមើលឃើញដែរតកតងជាមួយនឹងគ្រោះធម្មជាតិដូចជាទឹកជំនន់ឬក៏មានបញ្ហាហានិភ័យជាដើមចាបងអូខេហ្នឹងហើយបើតកតងជាមួយនឹង logistics នេះអានេះបាច់ថាដល់យើងធ្វើការសាងសង់អគារសូម្បីតែយើងខ្លួនឯងដូចខ្ញុំហ្នឹងទិញអីវ៉ាន់ពីចិនមកហ្នឹងក៏វាកក់ស្ទះដែរអញ្ចឹងអាហ្នឹងវាជាកត្តាមួយហើយតាមតែស្ដាប់ពីបងមកគឺដោយសារតែពេលខ្លះអតិថិជនគាត់អត់បានដឹងថាវាមាន process flow បែបហ្នឹងអញ្ចឹងគាត់គ្រាន់តែប្រាប់យើងថាគាត់ចង់បានអីប៉ុន្តែគាត់អត់បានprovide ព័ត៌មានច្បាស់លាស់ដល់ពេលអញ្ចឹងពីខាងបងក៏ពិបាកដូចគ្នាអញ្ចឹងខ្ញុំចង់សួរបងវិញថាតើបងដោះស្រាយបញ្ហាទាំងនោះដល់របៀបណាដែរបងចំពោះបញ្ហានីមួយៗហ្នឹងយើង
បើសិនយើងដោះស្រាយជាមួយនឹងខាង client វាពិបាកតិចបើសិនក៏យើងជជែកមួយគាត់យល់គ្នាថានឹងដោះស្រាយតាមវិធីអីទីថាឧទាហរណ៍ថាដូច logistic យើងពិបាកដោះស្រាយដែរតែទៅការស្នើសុំគាត់សម្រាប់ចាំអីវ៉ាន់ដែរព្រោះយើងមិនអាចធ្វើទាំងអត់នេះអីវ៉ាន់មកទេហើយឬក៏មួយទៀតយើងអាចរកមើលអីវ៉ាន់ក្នុងស្រុកជាមួយជំនួសវិញអញ្ចឹងព្រោះថាការអីវ៉ាន់ខ្លះវា brand នៅក្រៅស្រុកដូចថា brand ខ្លះវានៅប្រទេសដែលយើងមិនអាចយកបានរាល់ថ្ងៃយើងប្រទេសខ្លះក៏អាចយកបានដែរអីវ៉ាន់ហ្នឹងអញ្ចឹងយើងអាចដូរទៅជា brand ផ្សេងឬទៅរោងចក្រផ្សេងប្រទេសផ្សេងតែគាត់ថាវាក៏នៅតែ delay ពេលដែរតែស្នើសុំពីគាត់ហើយអ្វីដែលចម្បងមួយទៀតនោះគឺទាក់ទងនឹង flow cash ទាក់ទង broker claim ដែរអញ្ចឹងឲ្យគាត់មើលទៅ broker claim ហ្នឹងឲ្យគាត់តម្លាក់មកវាទៅនឹងអ្វីដែលយើងធ្វើតាម schedule ឬថាបាភាគដែលយើងចង់បានចឹងគាត់តម្លាក់មកត្រូវមកយើងអាចយកបាត់ចិត្តទាំងអស់ហ្នឹងយើងទៅ support ការងារបច្ចេកទេសយើងនឹងតម្លើងនៅក្នុងអាគាររបស់យើងបានបាទហើយបើពីបញ្ហាទៀតអាហ្នឹងយើងអត់ដោះស្រាយបានតែទៅមួយសង្គ្រាមហ្នឹងទឹកជំការគ្រោះធម្មជាតិអាហ្នឹងវាមើលឃើញអញ្ចឹងតាមជាក់ស្ដែងតាមមានតែដាប់ចុះបងមានជាឧទាហរណ៍អីជាក់ស្ដែងទៅលើគម្រោងណាមួយដែលបងអាចលើកមកបានទេបើជាជំរាបជាឈ្មោះក៏បានដែរគ្រាន់ថាជាករណីមួយដែលបងគិតថាអូវាមានបញ្ហាហើយខាងបងបានដោះស្រាយវាទៅណាបងបាទខ្ញុំធ្លាប់ជួបការដ្ឋានមួយដែលនៅខេត្តខាងខេត្តហើយខ្ញុំកាន់ជាគម្រោងហូតែលកាយ3តែហ្នឹងគាត់ទៅធ្វើមានក្រុមដីមានកន្លែងចតឡានគេហៅ basement មានកន្លែងចតឡានចតហ្នឹងហើយយើងមុនសានសងយើងបានធ្វើកន្លែងទី office ហ្នឹង temporary office តែ office តសនណាហើយនឹងរោងជាងយើងនៅហ្នឹងហើយនឹងសម្រាប់ stock ឲ្យបានហ្នឹងដែរបាទហើយពេលយើងធ្វើហ្នឹងទៅគឺយើងបានគិតដល់បញ្ហាដែលកើតឡើងពេលយើងធ្វើនឹងក្រុមហ្នឹងដល់ពេលដល់រដូវខែភ្លៀងហ្នឹងទឹកវាឡើងដល់ពេលហ្នឹងវាលិចចូលក្នុងឃ្លាំងយើងលិចចូលទៅវាលិចលឿនខ្លាំងហើយយើងប្រមូលឲ្យបានអត់ទាន់ទេដល់មិត្តឲ្យបានយើងចូលមកច្រើនមានបញ្ហាលិចចូលខូចអាចមានបញ្ហាជាមួយខាងប្រព័ន្ធមួយចំនួនដូចជាម៉ាស៊ីនវិទ្យាទាក់ទងជាមួយប្រព័ន្ធអេឡិចត្រូនិកកាមេរ៉ាហ្នឹងហើយនឹងទូភ្លើងមួយចំនួនហើយនឹងមាន fan មានអីហ្នឹងវាលិចទាំងអស់អញ្ចឹងវាបណ្ដាលមានបញ្ហាខូចខាតធ្ងន់ធ្ងរដែរហើយកាលនោះខ្ញុំនៅក្នុងខ្ញុំនឹកស្មានដល់ហើយថាវារយៈពេលប្រហែលជាត្រង់10ទៅ20នាទីវាអាចលិចបានលិចដល់ហើយពេលនោះវាសំណាងដែរការងារខ្ញុំធ្វើជាធីមនោះមានថាកូនចៅនៅនោះគាត់ស្រស់ដែរស្រស់ជើងហើយគាត់បានជួយយាមជួយយើងដែរតាំងពីល្ងាចរហូតដល់យប់ចិត្តភ្លឺយើងដោះចេញដោយសារគាត់ហ៊ានចូលទៅទីអីវ៉ាន់យកចេញអញ្ចឹងហើយទៅពេលព្រលឹមឡើងយើងអីវ៉ាន់ទាំងអស់យើងចែកជាផាតគឺថាមាន tool ឧបករណ៍ដែលយើងប្រើសម្រាប់ការថាហ្នឹងយើងយកទៅដោះយកទៅមួយក្រុមហ្នឹងឲ្យដោះលាងទៅហើយសម្រាប់ប្រព័ន្ធអេឡិចត្រូនិកប្រព័ន្ធសន្តិយើងយកទៅឆែកជាមួយខាងក្រុមហ៊ុនគេឲ្យឆែកមើលឡើងវិញតើវាប៉ះពាល់ឬមានការខូចខាតអីអត់អញ្ចឹងហើយយើងធ្វើលឿនដូចអញ្ចឹងការកំហាតខូចហ្នឹងវាតិចដែរវាទៅបានលឿនអញ្ចឹងបាទតែគាត់ថាវាជាបទពិសោធន៍មួយដែលយើងចាំដល់បញ្ហាយើងមើលមិនឃើញចាវាមើលមិនឃើញប៉ុន្តែអានេះបើសិនជាអញ្ចឹងមានន័យថាចុះបើសិនជារឿងនឹងកាត់ឡើងម្ដងទៀតបងនឹងដោះស្រាយវាដោយវិធីណាដែរបងយ៉ាងហ្នឹងបើយើងដោះស្រាយមកអត់ប្រហែលព្រោះយើងអាចលើកអាឃ្លាំងរបស់យើង office យើងឡើងទៅលើធ្វើនៅលើវិញវាអាចធ្វើនៅក្រោមយើងហ្វៃហើយយើងគិតថាវាអីតែថាវាគិតមិនដល់ថាវាអាចលើកអញ្ចឹងបើយើងគិតbằngពីដំបូងមកយើងលើកឃ្លាំងរបស់យើងយកទៅឡើងលើទៅវាអត់មានបញ្ហាលេខទឹកទេចាពេលខ្លះរឿងវាទូចប៉ុន្តែយើងអត់មើលរំលងវាហើយនឹងថ្ងៃតទៅពេលយើងធ្លាប់ម្ដងទៅយើងបាន learn វាហ្នឹងដូចគ្នាដែរបងអញ្ចឹងបងនិយាយមុនហ្នឹងតាក់ទងជាមួយនឹងរឿង team work ដែលស្រស់ឲ្យស្រស់ជើងហ្នឹងពិតការងារណាក៏ដោយមិនថាតែការងារសំណងអីទេប៉ុន្តែក្នុងនាមបងជាអ្នកគ្រប់គ្រងម្នាក់តើបងធ្វើមិនដើម្បីឲ្យក្រុមការងាររបស់បងគាត់ដឹងពីទូនាទីផ្ទាល់ខ្លួនហើយធ្វើមិនដើម្បីឲ្យគម្រោងការហ្នឹងវាទៅតាម deadline ដែលភ្ញៀវបានដាក់ឲ្យឬក៏យើងបានសន្យាជាមួយនឹងខាងភ្ញៀវបងបាទអរគុណចំនួននេះតែពិតដំបូងមកយើងមុន staff ជិកយើងទៅរៀបចំ team យើងជាមុនទៅហើយទៅចែក scope ការងារគាត់ដឹងដែរឧទាហរណ៍ការងាររបស់យើងទាំង team ហ្នឹងមានអ្នកណាខ្លះទទួលទៅខាងអី
vì thao miên khang có khang design chẳng có cụ cả cụ plong có chạy cả than mười cả than để tổ nông plong để rồi tới không có nó có chui chạy hay từ ca plong lại na để tới việc đạp tam sai chết đáy nhưng bạc bôi một khang sầm non khang ấy nó có cái ấy nên mà dường hay ca thêm xây thiết được tiệt khang supervisor có đã được nom thêm phơi này càng na được càng tức sân được chia càng lương tới có tới miền schedule របស់គាត់សម្រាប់ធ្វើតែ schedule ហ្នឹងចេញពីប្រធានការដ្ឋានទេប្រធានការដ្ឋានអ្នកដាក់ឲ្យគាត់ហើយប្រធានការដ្ឋានគាត់ទទួល schedule ពីប្រធានគម្រោងដែរព្រោះប្រធានគម្រោងជាអ្នកប្រជុំជាមួយ client ហើយនឹង consultant ដូចថាជាមួយនឹងអតិថិជនហើយនឹងអ្នកត្រួតពិនិត្យអញ្ចឹងផែនការណាដែលគេចង់ដាក់មកទៅថាគេចង់ធ្វើមុខ app room មួយឡើយណាហ្នឹងគេប្រាប់មកខាងប្រធានគម្រោងប្រាប់ទៅប្រធានការដ្ឋានឲ្យរៀបចំការងារហ្នឹងទាំងសម្ភារៈទាំងមនុស្សដើម្បីធ្វើការហ្នឹងហើយយើងត្រូវទៅបញ្យល់ណែនាំបរិញ្ញាប្រាប់គាត់ថាយើងជាអីទូនទីអីទៅទូគាត់ទៅខាងអីហើយត្រូវធ្វើម៉េចដោះស្រាយបញ្ហាហ្នឹងរកតាណា support តាណាជួយដល់បាន ចូលបងក្នុងនាមបងជាអ្នកគ្រប់គ្រងតើបងគិតថាជា skill ឬក៏អីមួយដែលបងគិតថាសំខាន់ជាងគេដែលអ្នកគ្រប់គ្រងគ្រប់រូបគួរតែមានដើម្បីគ្រប់គ្រងទាំងមនុស្សក៏ដូចជាគ្រប់គ្រងគម្រោងមួយបានជោគជ័យ skill គឺ soft skill ហ្នឹងរៀនសិក្សាពីបើយើងចង់ដឹកនាំមនុស្សយើងត្រូវរៀន soft skill តើតងអត្តចរិតរបស់គាត់និងការវិជ្ជារបស់គាត់ដែរតើគាត់ការងារគាត់ហ្នឹងធ្វើហ្នឹងគាត់ចង់ធ្វើការខាងអីដែលគាត់រៀនមកគាត់មានផ្នែកអីឲ្យដាក់ទៅឲ្យចំជំនាញរបស់គាត់អញ្ចឹងហើយអត្តចរិតរបស់គាត់តែការនិយាយរបស់យើងហ្នឹងនិយាយមិនឲ្យគាត់ស្ដាប់ខ្លាចយើងនិយាយពេលខ្លះនិយាយទៅវាគាត់អត់ស្ដាប់អញ្ចឹងពេលថាមនុស្សខ្លះគាត់និយាយទៅការមកចត់អ្នកខ្លះទៅការនិយាយលួងអញ្ចឹងដែរអ្នកខ្លះទៅការនិយាយលក្ខណៈតែបន្តិចហ្នឹងគាត់យល់មិនច្បាច់គាត់ពយល់ច្រើនទេអ្នកខ្លះអត់ចូលចិត្តស្ដាប់ច្រើនទេស្ដាប់តែជាគោលគាត់អាចធ្វើបានអញ្ចឹងយើងត្រូវមើលចំណុចអត្តចរិតមនុស្សទាំងអស់ហើយនឹងដាក់ធ្វើមួយការងារឲ្យចំ skill របស់គាត់ចង់ធ្វើចាលើភាគច្រើនដែលមានគេនិយាយថាបើសិនជាយើងធ្វើការជាមួយកម្មករភាគច្រើនគឺអត់អាចនិយាយផ្អែមឬក៏ជាប្រុសអីពេកទេព្រោះបាក់អញ្ចឹងណាបងតើអាហ្នឹងពិតមែនអត់ទេបងអាហ្នឹងមើលទៅតែមានការតកតងនឹងការឋានព្រោះអីភាគច្រើនកម្មករពីខ្លះគាត់ការសិក្សារបស់គាត់មានការអញ្ចឹងពេលគាត់ពេលខ្លះការគិតរបស់គាត់ក៏យ៉ាងនេះដែរហើយអត្តចរិតរបស់គាត់ពេលច្រើនយើងនិយាយប៉ះមកគាត់ឆេវឆាយចឹងដែរបើយើងនិយាយឆ្លូតគាត់កាន់តែអត់ស្ដាប់អញ្ចឹងទៅការនិយាយខ្លះគម្រាមខ្លះណែនាំខ្លះអញ្ចឹងបានបាច់ទៅមុខបានបើយើងនៅធូរលងគាត់នឹងមិនធ្វើហើយនឹងមិនធ្វើការសោះតែមកអញ្ចឹងត្រូវដាក់កំណត់ពីនៃឲ្យគាត់ពេលគាត់ធ្វើការបានល្អទៅហៅកុំស្ទើហើយណែនាំដីហើយប្រាប់ពីកំហុសហើយណែនាំគាត់បញ្ជាក់ប្រាប់គាត់ថាមូលហេតុអីបានយើងឆ្លើយគាត់ចុះបើសិនជាបងអាចផ្ដល់ដំបូន្មានទៅអ្នកដែលគាត់កំពុងតែគាត់ចង់ចាប់ជំនាញឬក៏គាត់ចង់ខ្លាចជាអ្នកដឹកនាំមួយរូបនៅក្នុងផ្នែកការដ្ឋានហ្នឹងណាបងតើបងមានដំបូន្មានអីដែលចង់ផ្ដាំផ្ញើទៅគាត់ដែរបងបាទបើសិនជាគាត់ចង់កាន់ការងារការដ្ឋានឬជំនាញខាងដឹកនាំដូចជា site manager project manager ហ្នឹងគាត់ទៅរៀនច្រើនដែរទី1ហើយទី2គាត់ត្រូវតែមានអត្តចរិតមួយបើកចិត្តទៅលើពេលយើងធ្វើការក្នុងការដ្ឋានមនុស្សច្រើនអត្តចរិតខុសគ្នាអញ្ចឹងយើងត្រូវបើកចិត្តស្ដាប់ពួកគាត់រកហេតុផលពួកគាត់ហើយជួយពួកគាត់អញ្ចឹងការដឹកនាំវាមានច្រើនដែរវាថាយើងត្រូវជាខូចផង management control គាត់ផង advisor គាត់ផងបាទហើយនឹងបរិញ្ញាគាត់ទៀតអញ្ចឹងយើងត្រូវតែ adapt តាមហ្នឹងហើយទី2ទៅការព្យាយាមទីដោះស្រាយបញ្ហាហ្នឹងគឺមិនអាចលាក់បានបញ្ហាតូចដល់ធំដល់ត្រូវតែព្យាយាមប្រឈមមុខដោះស្រាយបញ្ហាខុសថាខុសអត់ចេះសួរបើយើងទុកឲ្យការងារនឹងឲ្យខុសហើយអត់ប្រាប់អត់ចេះអត់សួររឿងហ្នឹងកាន់ការធំនៅពេលកាត់ខាងក្រោយហើយបើយើងចង់ commitment ដើម្បីធ្វើការងារធំហ្មងយើងត្រូវមើលថាលើដែរបើយើងជា supervisor យើងត្រូវរៀនមើល site manager ក៏ធ្វើការងារខ្លះអញ្ចឹងត្រូវរៀនពីគាត់ឬក៏ជួយចែកម្លែកការងាររបស់គាត់អញ្ចឹងបើចង់យើង site manager យើងចង់ធ្វើ project manager យើងក៏រៀនពី project manager ដែរយើងរៀនពីគាត់មើលការងាររបស់គាត់ធ្វើអីហើយស្វែងយល់ទៅហើយដើម្បីចង់បាន commitment ធ្វើតម្លៃហ្នឹងហ្មង
ចូលបើសិនជាបងឧទាហរណ៍ថាក្នុង scenario មួយដែលបងនឹងចង់ promote បុគ្គលិកណាមួយតើចលនាលក្ខណៈសម្បត្តិអីខ្លះដែលបងនឹងមើលនៅពេលដែលបងចង់ promote ណាគេម្នាក់ឲ្យខ្លាចទៅជាអ្នកដឹកនាំអញ្ចឹង បាទចំពោះការតម្លើងបុគ្គលម្នាក់ឲ្យឡើងជាអ្នកដឹកនាំយើងមើលតចរិតរបស់គាត់ដែរទីមួយគឺវិន័យការងាររបស់គាត់ទីពីរការធ្វើការរបស់គាត់តែមកចត់ហើយនឹងច្បាស់លាស់ទីពីរការនិយាយហ្នឹងការដឹកនាំគ្រប់ប្រភេទមនុស្សទាំងអស់តើគាត់អាចដឹកនាំបានអត់ចំពោះបែងចែកជា team បើគាត់កាន់10 20 30នាក់ក៏គួរធ្វើមិន100 200នាក់គាត់ធ្វើតែមិនអញ្ចឹងគាត់ត្រូវមាន plan សម្រាប់ពួកគាត់រាល់ថ្ងៃថាគាត់ពេលដែលគាត់ចូលមកការងារហ្នឹងគាត់មាន plan អីខ្លះថ្ងៃនេះធ្វើអីខ្លះនៅមាន plan ច្បាស់លាស់ហើយនឹង report ដែលគាត់ត្រូវឡើង report ទៅលើតើ report ហ្នឹងវាគ្រប់ចំណុចជំនាញអស់ហើយហើយនឹងការពិភាក្សាជា team និងពិភាក្សាជាមួយនឹងដៃគូដូច third party ជាមួយនឹងការងារសំណងឬកម្មវិធីហ្នឹងទៅដោះស្រាយការងារតូចហ្នឹងឲ្យចប់ចុះបងអាចលើកពីឧទាហរណ៍នៅក្នុងគម្រោងណាមួយដែលបងគិតថាតាំងពីបងធ្វើមកចាប់ជាអាជីពជាវិស្វករហ្នឹងដែលបងគិតថាធ្វើបានល្អឬក៏ធ្វើបានដោយរលូនណាបងគម្រោងដែលក្នុងបទសកម្មខ្ញុំដែលគិតថាវាអាចបានល្អគឺគម្រោងមួយនៅភ្នំពេញតកតងនឹងគ្រប់កសលមួយដែលខ្ញុំធ្វើជាមួយនឹងowner គាត់ជាកិច្ចការរបស់ជប៉ុនមូលនិធិរបស់ជប៉ុនណាការងារគម្រោងហ្នឹងគឺយើងចូលទៅធ្វើការល្អដោយសារ management ខាងលើប្រកបល្អហើយគាត់រៀបចំផែនការល្អឲ្យយើងហើយយើងអាចស្រួលក្នុងការធ្វើការតកតងជាមួយនឹងឯកសារផ្សេងតកតងជាមួយនឹងប្លង់ហើយតកតងជាមួយនឹងការ coordination ជាមួយគ្នាទៅដល់ហើយពេលនោះ team របស់ខ្ញុំក៏ស្រួលដែរគាត់ពេលដែលគាត់ចប់ការឋានមួយខ្ញុំមកបញ្ចេញមកដែលមានតែថាយើងមានបទពិសោធន៍ជាមួយគ្នាមួយបញ្ចេញពីបញ្ចេញហ្នឹងក៏គាត់យល់ការងារច្បាស់គាត់ដឹងថាទូនាទីគាត់ធ្វើអីចាប់ពីណាទៅណាហើយឆែកជាមួយអ្នកណាហើយទទួលត្រូវនឹងសួរនឹង support អ្នកណាអាច support គាត់បានហើយការងារហ្នឹងដូចខ្ញុំធ្វើចប់ទៅលូនអត់មានបញ្ហាច្រើនទេហើយកាលនោះក៏វាចប់ហើយក៏បានកូនចៅខ្ញុំបានសញ្ញាបត្រច្រើនយកបានប្រសើរបាទ4អ្នកដែរទាំងនោះចាសញ្ញាបត្រហ្នឹងគេចេញមកពីខាងអតិជនយើងណាបាទខាងកិច្ចការផ្ទាល់អូចាហើយយើងធ្វើទៅតាមពេលវេលាហ្មងឬក៏ធ្វើដល់ទៅមុនពេលវេលាទៀតបងកាលនោះវាបើថាធ្វើមុនពេលវេលាវាអត់មានកម្រងណាដាច់មុនទេព្រោះធ្វើការទៅវាមានការថែមថយតែអាចតន់ពេលវេលាអ្វីដែលគាត់ចង់បានថាព្រោះការងារនោះវាកំណត់ដោយក្រសួងដែរវានៅគ្រប់សល់ក្នុងក្រសួងគឺកំណត់ថាមុនថ្ងៃដែលគេចូលសិស្សចូលហ្នឹងត្រូវធ្វើមកឲ្យចប់អញ្ចឹងតែយើងអាចចប់មិនបានចឹងមានន័យថាកត្តាដែលគាត់អតិថិជនហ្នឹងក៏សំខាន់ដូចគ្នាដែរតើគាត់ឲ្យ direction ឬក៏ទិសដៅឲ្យយើងច្បាស់លាស់ទើបយើងអាចបំពេញការងារទៅតាមពេលវេលាបានដូចគ្នាចាអូខេអញ្ចឹងអរគុណច្រើនមែនតើបងសម្រាប់ថ្ងៃនេះដែលបានចូលរួមមកក្នុងកម្មវិធី podcast របស់យើងនេះហើយខ្ញុំគិតថាអ្នកនរគ្នាប្រហែលជាបានដឹងពីអ្វីដែលថ្មីថាហេតុអីបានជាគម្រោងយឺតយ៉ាវហើយតើយើងមានវិធីសាស្ត្រអីនៅក្នុងការកាត់បន្ថយឬក៏យើងអាចរៀនបានពីក្នុងការគ្រប់គ្រងបុគ្គលិកពីបងប្អូនដូចគ្នាដែរអញ្ចឹងចាំជួបគ្នានៅ podcast នៅ episode ក្រោយ